ថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើស្ងោរឆ្អឹងជំនីជ្រូកស្ពៃក្តោបអញ្ចឹងណាបងប្អូនហើយនាងខ្ញុំក៏មានលាយជាមួយនឹងការ៉ុតផងដែរហើយជាដំបូងឡើយយើងគ្រាន់តែដាក់ខ្ទះយើងដាក់ឆ្នាំងយើងឲ្យក្តៅមកយើងចាក់ផេងចូលទៅហើយយើងមករំលីងជាមួយនឹងខ្ទឹមដើម្បីឲ្យវាឈ្ងុយអញ្ចឹងណាបងប្អូនហើយយើងក៏ដាក់ជាមួយនឹងសាច់ឆ្អឹងជំនីជ្រូកដែលយើងបានកាប់វាជាកង់នឹងអញ្ចឹងបងប្អូនអាចប្រើជាសាច់មាន់សាច់អីក៏បានដែរតែសម្រាប់នាងខ្ញុំប្រើជាមួយនឹងឆ្អឹងអញ្ចឹងណាបងប្អូនវាមានជាតិជាងអញ្ចឹងណាហើយមុនពេលដែលយើងយកទៅស្ងោរយើងគួរតែធ្វើការឆាឆ្អឹងនឹងសិនដើម្បីឲ្យវាមានជាតិឈ្ងុយនិងយើងថែមគ្រឿងទៅវាហត់តែឈ្ងុយឆ្ងាញ់ហើយធ្វើឲ្យឆ្អឹងនិងសាច់ជប់ឆ្អឹងនឹងវាឆ្អិនល្អអញ្ចឹងណាបងប្អូនហើយយើងរំលីងវាឲ្យចូលសព្វហ្មងហើយមើលទៅពេលដែលយើងគិតថាវាឆ្អិនល្មមហើយចាំយើងចាក់ទឹកចូលអញ្ចឹងណាហើយសម្រាប់គ្រឿងដែលយើងដាក់ហ្នឹងមានអំបិលស្ករប៊ីចេងហើយខ្ញុំក៏បន្ថែមជាមួយនឹងទឹកស៊ីអ៊ីវខាប់បន្តិចដើម្បីឲ្យឡើងពណ៌ហើយក៏បង្កើននៅរសជាតិផងដែរហើយបន្តមកទៀតយើងដាក់នៅបន្លែដែលខរលួយមុនដូចជាការ៉ុតដូចជាអីហ្នឹងបងប្អូនយើងដាក់មុនទៅពីព្រោះវាខរឆ្អិនអញ្ចឹងណាហ្នឹងហើយសម្រាប់ស្ពៃក្តោបអីផ្សេងហ្នឹងគឺយើងចាំដាក់តាមក្រោយអញ្ចឹងយើងមកដាក់ទឹកតាមបរិមាណបន្លែហើយនឹងសាច់អញ្ចឹងណាបងប្អូនដើម្បីយើងធ្វើការរំងាស់ហើយខ្ញុំក៏បន្ថែមជាមួយនឹងហៃប៊ីក៏ដូចជាយីហឺហើយខ្ញុំគ្របដើម្បីឲ្យពុះមកសន្ទុះធំអញ្ចឹងណាបងប្អូនហើយយើងកូរមើលក៏ដូចជាដួសពពុះចេញខ្លះអញ្ចឹងទៅហើយបន្តមកទៀតយើងក៏ដាក់ជាមួយនឹងស្ពៃក្តោបចូលអញ្ចឹងណាបងប្អូនហើយស្ពៃក្តោបខ្ញុំរៀងច្រើនដោយសារមួយរយៈនេះឡើងគីឡូអញ្ចឹងទៅចង់ញ៉ាំបន្លែបានច្រើនអញ្ចឹងបន្ទាប់ពីយើងដាក់បន្លែអីចូលអស់ហើយយើងធ្វើការគ្របដើម្បីឲ្យវាពុះល្អអញ្ចឹងណាបងប្អូនឥឡូវនេះវាបានពុះហើយអញ្ចឹងយើងដាក់ជាមួយនឹងតាហ៊ូខ្ញុំដាក់តាហ៊ូពណ៌សអញ្ចឹងម្ដងខ្ញុំដាក់តាហ៊ូពណ៌ពងមាន់តែថ្ងៃហ្នឹងអត់បានទិញមកក៏ដាក់ពណ៌ហ្នឹងទៅហើយខ្ញុំបន្ថែមជាមួយរ៉តឌីបន្តិចក៏ដូចជាម្រេចព្រោះពេលស្ងោរអញ្ចឹងយើងអាចភ្លេចម្រេចបានទេព្រោះម្រេចវាជួយកាត់ឆ្អាបហើយនឹងវាជួយបង្កើនក្លិនឈ្ងុយដល់សម្លរបស់យើងអញ្ចឹងណាបងប្អូនហើយជាចុងក្រោយនាងខ្ញុំដាក់ជាមួយនឹងខ្ទឹមបំពង